បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងយើងបន្ត limit ពីវីដេអូមុនអញ្ចឹងក៏មានការ limit x ខាត់74នៃ2ដក x លើ x ដក4អញ្ចឹងមុននឹងកណនាគូចំនួនចូលដូចគ្នាណាអញ្ចឹង x ខាត់74វាចំនួននេះ4ណាអញ្ចឹង4 2ណា2ដក2 0 4ដក4 0អញ្ចឹងហ្នឹងអាចចំនួនបានព្រាមទេនឹងថារឿងមិនកំណត់0លើ0បើវាចូលរៀងមិនកំណត់0លើ0យើងមាន3វិធីដែលយើងទៅដោះស្រាយទី1ដាក់ភាពយកពីម៉ែជាវងកតាទី2សម្រួលកតារួមចោលទី3គេមាន limit ថ្មីអញ្ចឹងណាប្រភេទដែលមានជាប់ឬអញ្ចឹងគូទៅបាត់អាយកាំងសិនណាបើវាឬការ៉េអានឹងយើងត្រូវគុណនឹងកន្សោមឆ្លាស់បាទកតានេះដកនេះក៏គុណនឹងបូកទៅវានឹងចេញរូបមន្ត a ការ៉េដក b ការ៉េចឹងនេះក៏បាន2ដក x កតា2បូក x ណាប៉ុន្តែពេលដែលយើងគុណភាគយកវាលើអីពេលណាគុណនេះមើលយើងគុណហើយនឹងដើមតែវាស្មើនេះអត់ចឹងឃើញវាលើមកកតានេះអត់ដើមវាតែប៉ុណ្ណេះចូលរួចចែកភាគបែងប៉ុណ្ណឹងដែរណាភាគយកគុណប្រមាណភាគបែងគុណប៉ុណ្ណឹងដែរចឹងនេះវាប្រើមួយនេះបាទគូមាន a ដក b កតា a បូក b ចឹងវាចេញមកបាន a ការ៉េដក b ការ៉េចឹងគូនឹងអាចសម្រួលឬចេញបានចឹងគូបាន limit x ខាត់74ខាងលើក៏បាន a ការ៉េណាចឹងតែយើង2ការ៉េដក b ការ៉េចឹងឬ xo ការ៉េចឹងទៅនៅលើភាគបែងយើងអាចធ្វើឲ្យបានទុកវាតារាទៅចឹង2ការ៉េ4ណាឬ xo ការ៉េបាន xពីនេះយើងឃើញថាវាស្រដៀងគ្នាណាគ្រាន់តែថាមួយ4ដក x មួយ x ដក4ណាចាខាងលើរូបដូរ x មកខាងមុខវិញណាបានដក x បូក4លោកចាប់សញ្ញាដកជាកតាដែរចឹងវាសើ x ដក4ចាx ដក4ដក4នឹងសម្រួលចោលណាមួយចំនួននេះមានចូលតែម្ដងរបៀបមើលប្រភេទរៀង0លើ0កាលណា x ខាត់74អញ្ចឹងកតាដែលឯងសម្រួលគឺ x ដក4ហ្នឹងវាឆ្លាស់សញ្ញាដែរបើ x ខាត់ដក4កតាដែលយើងសម្រួល x បូក4វិញនេះក្បួនក្នុងការមើលថាតាពេលដែលយើងកណនាកតាណាដែលយើងអាចសម្រួលបានទេយើងលើបាន1លើ2បូកឬ x វាលើ4ដែរខាងលើសល់ដក1ណាមានដកមួយទៀតចឹងពេលដែលសម្រួលអស់មិនមែនសល់0ទេណាគឺសល់1អញ្ចឹងមកវាមានដកគឺដក1ដែរចឹងឬ4វាចេញបាន2ទៀតចឹងក៏បានដក1លើ4ណាបាទហើយលោកគ្រូនៅលំហាត់សំណួរឃើញទៀតកាលយើងដល់ limit x ខាត់70នៃ x នៅលើ សេគុណ 3x បូក សេគុណដក 2x ចឹងយើងដូចខាងលើដែរមុននឹងយើងជំនួសមុននឹងយើងកណនាយើងជំនួសចូលសិនតែវាចូលរៀងមិនកំណត់អត់ចឹងភាគយក0ទៀតណាប៉ុន្តែភាគបែងសេគុណ0ណាឲ្យតែមួយចំនួនសេគុណ0តម្លៃវាត្រូវតែស្មើណាតាម1ជានិចណាចឹងក៏បាននេះ1អានេះសេគុណដក2គុណ0 0ណា1បូក1 2ណាចឹង0លើ2វាអត់ចូលរៀងមិនកំណត់ទេអានេះឲ្យរៀងកំណត់បានហើយគ្រូអាចកណនាបានចឹងគ្រូអត់ចាំបាច់ប្រើប្រភេទ limit រៀងមិនកំណត់0លើ0ទេនេះគ្រូជំនួសចូលតែម្ដងនឹងឃើញចម្លើយចឹងឯងក៏ជំនួសវាចូលដែរប្រភេទលំហាត់ហ្នឹងអត់ចាំបាច់ធ្វើអីអស់គាត់ជំនួសចូលណាព្រោះបាន0នៅលើសេគុណ3គុណ0បូកសេគុណដក2គុណ0ចឹងក៏បានសេគុណ0ដក2គុណ0សេគុណ0ដូចគ្នាណាចឹងក៏បាន0នៅលើសេគុណ0 1ជំនួសវាអស់ចឹងទៅthì cũngបាន0លើ2 0ចែកជាមួយនឹងប្រមាណក៏នៅតែ0ណាចឹងចម្លើយវាស្មើ0សម្រាប់បងប្អូនដែលអត់ទាន់បានចុច follow page លោកគ្រូកុំភ្លេចជួយ follow page លោកគ្រូម្នាក់មួយផងលោកគ្រូនឹងធ្វើវីដេអូចែករំលែកចំណេះដឹងទាក់ទងជាមួយនឹងគណិតវិទ្យាបន្តទៀតបាទសូមអរគុណច្រើន